សូមស្វាគមន៍និងសូមជម្រាបសួរមកកាន់ Channel BK Media ថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីវិធីធ្វើការតម្លើងជាមួយនឹង Watch OS ចំនួនថ្មីសម្រាប់ប្រភេទពួកនាឡិកា Apple Watch បាទចាប់ពី Series 6ឡើងទៅបានអាចឡើងដល់ version នេះបានគឺ version ទី 26.2 ដែលធ្លាក់មកនៅថ្ងៃទី 13 ខែ 12 ឆ្នាំ 2025 នេះសម្រាប់បងប្អូនដែលចង់តម្លើងអ្វីដែលគេតម្រូវការទី1បងប្អូនត្រូវតែមានថ្មនាឡិកាលើសពី 50% ទី2បងប្អូនត្រូវតែមាន Internet Connection បាទភ្ជាប់មកកាន់នេះពីនាឡិកាទៅកាន់ទូរស័ព្ទដៃណាមួយដែលបងប្អូនបានភ្ជាប់បាទបន្តមកទៀតបងប្អូនត្រូវតែមានឆ្នាំងសាកបាទសាកឲ្យជាប់ជាមួយនឹងគូនាឡិកាកំឡុងពេលបងប្អូនតម្លើងបាទចឹងដើម្បីធ្វើការតម្លើងគឺមាន2វិធីទី1បងប្អូនអាចតម្លើងបានតាមរយៈនាឡិកាដៃក៏បានវិធីទី2បងប្អូនអាចតម្លើងជាមួយនឹងនាឡិកាជាមួយនឹងទូរស័ព្ទដៃ iPhone ដែលភ្ជាប់គ្នាគឺតម្លើងតាមរយៈ app ឈ្មោះ Time Watch របស់ iPhone នេះតែម្ដងបាទអញ្ចឹងខ្ញុំសូមបង្ហាញពីរបៀបទី1បងប្អូនចូលមក setting បងប្អូនមកបាទអញ្ចឹងរកមើលរូបបាទពណ៌ប្រផេះកងចាក់ដូច្នេះគឺពី setting បន្តមកទៀតបងប្អូននឹងអូនមកដល់កន្លែងការាឃើញពាក្យថា general បាទហើយចុចពាក្យថា software update បាទអញ្ចឹងឡើយនេះគឺ version របស់គេគឺ Watch OS ចំនួនទី 26.2 បាទអញ្ចឹងបើសិនជាបងប្អូនចង់តម្លើងបងប្អូនអូនមកដល់ក្រោមបំផុតមកបាទនេះចុចពាក្យថា install បាទអញ្ចឹងកន្លែងខាងក្រោម install គឺគេបានបញ្យល់យើងថា on charger បានន័យថានៅជាប់កន្លែងសាកនេះបាទតទៅទៀត connect to Wi-Fi បានន័យថាពីនាឡិកាទៅកាន់ទូរស័ព្ទ iPhone ណាមួយដែលមានភ្ជាប់ Wi-Fi មានអ៊ីនធឺណិតនោះបាទហើយកំឡុងពេលនេះគឺគេត្រូវការថ្មយើងបាទApple Watch បាទ charging នេះបាទ at least គឺ 50% បាទអញ្ចឹងថ្មគឺតិចបំផុតគឺ 50% ឡើងបីតម្លើង Watch OS របស់គេបាទអញ្ចឹងបើសិនជាយើង ready ហើយយើងគ្រាន់ចុចពាក្យថា install បើសិនជានាឡិកានោះដាក់ password វានឹងទាមទារ password ដើម្បីបន្តទៅមុខប៉ុន្តែបើសិនជានាឡិកានោះគ្មាន password ទេបាទភ្ជាប់ជាមួយនឹងទូរស័ព្ទ iPhone មាន password វានឹងទាមទារ password របស់ iPhone បន្តបាទប៉ុន្តែបើសិនទាំងពីរភ្ជាប់គ្នាគ្មាន password វានឹងបន្តទៅមុខបាទអញ្ចឹងទូរស័ព្ទជាមួយនឹងនាឡិកានឹងភ្ជាប់គ្នាពេលដែលកំពុងតម្លើងបាទនៅពេលដែលតម្លើងចប់ហើយវាអាចលោតផ្ទាំង agree បងប្អូនជួយពាក្យ agree ទៅដើម្បីបន្តទៅមុខដើម្បីឲ្យចប់វាធ្វើការ boot up បងប្អូននឹងបានចំនួនថ្មីគឺ Watch OS ចំនួនទី 26.2 បាទបើសិនជាបងប្អូនចង់តម្លើងតាមរយៈវិធីទី2តាមរយៈជាមួយនឹងបាទទូរស័ព្ទដៃ iPhone ដែលបងប្អូនភ្ជាប់មកកាន់នាឡិកាបងប្អូនចូល app បងប្អូនឈ្មោះថា Watch នេះមកបន្តមកទៀតបងប្អូនត្រូវឈរលើកន្លែងពាក្យថា My Watch បាទនៅកន្លែង Watch បងប្អូនអូមកកន្លែង setting ដូចគេនេះបាទឃើញកន្លែងរូបប្រភេទឬកងចាក់ហ្នឹងចុចពាក្យ general នេះមកបាទអញ្ចឹងបងប្អូននឹងឃើញកន្លែងនេះបាទខាងលើនេះគេដាក់ថា software update បាទមានលេខ1ហ្នឹងបានន័យថាយើងបាន update បាទបន្តទៅមុខបាទប៉ុន្តែអ្នកខ្លះគាត់មិនទាន់បាន update ក៏អត់ load សញ្ញានេះក៏អត់មានបញ្ហាដែរអញ្ចឹងយើងចុចកន្លែងនេះមកបាទវាធ្វើការ check បាទនេះគឺ Watch OS ចំនួនទី 26.2 បើយើងចង់តម្លើងយើងចុចពាក្យ install មកបាទអញ្ចឹងបើបងប្អូនចង់តម្លើងចុច install នេះមកបាទវានឹងទាមទារ passcode អញ្ចឹង passcode បងប្អូនវាយ passcode បងប្អូនមកបាទខ្ញុំវាយ passcode នេះគឺជា password ដែលដាក់បាទនៅលើទូរស័ព្ទដៃនេះទេបាទដោយសារនាឡិកានេះអត់មានដាក់ password បាទអញ្ចឹងទាំងពីរហ្នឹងបើណាមួយដាក់ password វានឹងទាមទារនោះបាទអញ្ចឹងបើសិនជាទាំងពីរគ្មានវានឹងបន្តទៅមុខបាទប៉ុន្តែបើទាំងពីរមាន password វានឹងទាមទារ password របស់នាឡិកាដៃអញ្ចឹងសូមបងប្អូនដាក់សាកនេះមកបាទកំឡុងតម្លើងហ្នឹងវាធ្វើការ verify ដើម្បីទៅ download បាទ download OS របស់គេនេះបាទអញ្ចឹងកំឡុង download បងប្អូនអាចចេញមកក្រៅលេងអ្វីផ្សេងទៀតក៏បាននៅពេលដែលចប់វានាឡិកាវាធ្វើការ boot up ជាមួយរហូតដល់ចប់បងប្អូននឹងបានចំនួនទី 26.2 នេះហើយបាទអញ្ចឹងការបង្ហាញរបស់ខ្ញុំផ្លាស់មានតែប៉ុណ្ណឹងបើមានចំណុចណាលលូហ្វាខាត់សូមខន្តីអភ័យទោស Channel BK Media ផងហើយសូមជួយ subscribe Channel BK Media ផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតសម្រាប់បងប្អូនដែលគាត់មិនទាន់បានជួយ subscribe នោះបាទសូមជួយ share វីដេអូនេះបន្តផងដើម្បីចែកចាយចំណេះដឹងនេះទៅកាន់អ្នកដែលគាត់ចង់តម្លើងជាមួយនឹង Watch OS ចំនួនទី 26.2 ឲ្យគាត់ចេះតម្លើងផងជាចុងក្រោយសូមជម្រាបលាបងប្អូន